អូខេសាច់គ្រឿងនៅក្នុងភាគនឹងបានចូលបញ្ចាំងពីកន្លែងមួយផងដែរហើយក៏ឃើញថាមានប្រជាជនជាច្រើននឹងគឺបានលាក់ខ្លួននៅក្នុងវិមានដ៏ចំណាស់មួយដែលនៅក្នុងភូមិនោះគឺមានវិស័យចកមួយបានលុកលុយហើយវីរៈបរោះទាំង3នាក់ដែលមានរាង S នឹងក៏បានរកវិស័យចកនោះផងដែរនៅពេលនោះវិស័យចកក៏បានវាយប្រហារទៅកាន់តួឯកប្រុសរបស់យើងហើយពួករាង S 3នាក់នឹងក៏បានឃើញទៅកាន់ពួកចកនឹងផងដែរចកនឹងគឺវាមានមេធំខ្លាំងមែនទែនដែលប្រហារនឹងមនុស្សយើងគឺ3-4ដងឯណោះហើយបាននរណាក៏បានប្រើខ្សែរបស់នាងដើម្បីចងទៅកាន់បិសាចចកនោះហើយបិសាចចកនោះក៏បានខំនឹងទាញនាងនឹងទៅខ្ទប់នៅជញ្ជាំងតែម្ដងហើយពេលដែលនាងត្រូវក្អួតឈាមហើយពេលទៅអ្នកដែលចែកធម្មពលជួយសង្គ្រោះនឹងក៏បានជួយទៅកាន់នាងដែលអាចប្រើខ្សែនឹងចងទៅកាន់បិសាចចកនឹងចងទៅកាន់ដើមឈើទីផងដើម្បីកុំឲ្យវានឹងរើរួចហើយបរោះសក់ពណ៌ក្រហមក៏ហក់ទៅកាប់វាមួយកំបិតភ្លើងតែម្ដងហើយធ្វើឲ្យវាដាច់ខ្យល់ប៉ិតរលត់សងខាគ្មាននៅលើលោកនេះទៀតទេណាហើយរឿងយើងគឺអញ្ជើញបញ្ចាំងទៅកាន់តួឯកប្រុសយើងជាសាម្ដងទៀតហើយគាត់ពិតជាកោតសរសើរទៅកាន់វីរៈភាពរបស់តួឯកទាំង3របស់យើងខ្លាំងមែនទែនដែលជារ៉េង S តែពួកនឹងគឺជាអ្នកដែលធ្វើឲ្យតួឯកប្រុសរបស់យើងធ្លាក់ដល់0នៅពេលនោះអ្នកភូមិគឺសប្បាយចិត្តខ្លាំងមែនទែនព្រោះក្រុមរាង S ទាំង3នាក់បានចាត់ការទៅលើវិស័យចកបានជិលរយវ៉ាទៅតែតួឯកប្រុសយើងគ្មានសម្បីតែការលើកទឹកចិត្តពីអ្នកភូមិនោះទេព្រោះតែគាត់មិនបានជួយអ្វីពួកគេពិតមែនទោះមិនបានជួយក៏ដោយនេះគឺជាក្តីសង្ឃឹមរបស់គាត់តែមួយគត់កាត់ទៅពេលព្រឹកវិញគឺរាង S ទាំង3នាក់ហ្នឹងគឺប្រជុំគ្នាថាចង់ដេញតួឯកប្រុសយើងចេញពីក្រុមរបស់ពួកគេពេលនោះគឺគាត់បានបញ្ជាទៅធ្វើម្ហូបហើយគាត់ថានេះគឺជាម្ហូបចុងក្រោយរបស់យើងដែលយើងត្រូវការហើយឯងនឹងត្រូវចេញពីក្រុមនេះផងដែរនៅពេលដែលគាត់ឮពាក្យសម្ដីទាំងនេះគាត់ពិតជាមានអារម្មណ៍ថាហេតុអីបានត្រូវដេញគាត់ចេញពីក្រុមទៅលោកដោយសារឯងនឹងគឺកាក់ជាងគេហើយគ្មានជួយអ្វីយើងបាននោះទេហេតុអីខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃអើយឆាប់ចេញទៅកុំនិយាយច្រើនពេកនាំតែតបែមែនហើយលោកឆាប់ចេញទៅលោកគ្មានអ្វីអស្ចារ្យនោះទេអាសម្រែហើយឆាប់ចេញពីក្រុមគាអញមួយនេះទៅក្រុមអញមានតែអ្នកខ្លាំងដែលចេះវេទមន្តនិងក្បាច់ខ្លាំងដោយពួកឯងនឹងយើងមិនត្រូវការនោះទេអើយឆាប់ចេញដែរសម្រែអើយនៅតែឈរមើលមុខយើងធ្វើអ្វីអើយមិនប៉ិតទេហេតុអីមិនត្រូវដេញខ្ញុំចាញ់ទៅហេតុអីទៅពេលនោះគាត់ក៏ស៊ីមួយជើងរបស់សក់ក្រហមដេកស្មាតតែម្ដងហើយអ្នកនាងទាំងពីរហ្នឹងគឺមានអារម្មណ៍ថាសប្បាយចិត្តដោយសារតែនេះគឺជាទង្វើដែលល្អបំផុតសម្រាប់ពួកគេតែតួឯកប្រុសរបស់យើងក៏បានចាក់ចេញនឹងទៅលើជិះរទេះមួយដើម្បីចាក់ចេញពីក្រុមមួយហ្នឹងណាដោយសារក្រុមមួយហ្នឹងគឺធ្វើឲ្យគាត់ខ្លាំងមែនតើចឹងហើយគឺគាត់បានទៅកាន់ទីក្រុងមួយទៀតហើយរឿងហ្នឹងហ្នឹងឯងខ្ញុំមកប្រហោបឈ្មោះរឿងហ្នឹងបន្តិចដោយសារផ្ដើមសាច់រឿងហ្នឹងគឺខ្ញុំសម្រាប់យកតែម្ដងហ្នឹងឯងឥឡូវហ្នឹងគឺឈ្មោះហ្នឹងគឺឈ្មោះថា Unava Third Level Master ហើយរឿងហ្នឹងគឺល្អមួយគូសំដែលខ្ញុំរ៉េតឲ្យ7 លើ 10 ផងដែរហើយតោះគឺយើងទៅដល់តួឯកប្រុសរបស់យើងទៅកាន់ទីក្រុងថ្មីពេលនេះគាត់ក៏បានមកដល់ទីក្រុងថ្មីតាមបំណងរបស់គាត់ហើយគាត់ក៏បានជួបនឹងគាមួយហើយគាត់ក៏ធ្វើដំណើរចូលទៅកាន់គាមួយនោះភ្លាមដោយមិនគិតអ្វីយូរគាត់ក៏បើកទ្វារនិងមាននារីម្នាក់រត់មកស្វាគមន៍គាត់ទាំងគាត់ភ្ញាក់ផ្អើលនឹងល្បឿនរបស់នាងខ្លាំងមែនទែនហើយនាងក៏ថាលោកទៅការរកការងារមែនគាត់ថាបាទខ្ញុំត្រូវការរកការងារតែមានការងារអីឲ្យខ្ញុំធ្វើទេនឹងថាកន្លែងហ្នឹងតតែវាស់ស្ទង់ទៅតាមសមត្ថភាពយើងដែរទៅដឹងពីការងាររបស់យើងអញ្ចឹងហើយនាងក៏បានទៅយកអត្តសញ្ញាណរបស់គាត់ដូចជាអាយុឈ្មោះនិងកម្ពស់អ្វីផ្សេងហ្នឹងគឺដាក់ចូលទៅក្នុងបញ្ជីរបស់នាងដើម្បីចាត់ការហ្នឹងប្រឡងទៅកាន់គាត់ផងដែរហើយពេលដែលពួកគេនិយាយគ្នាមកស្របក់ហ្នឹងគាត់ថាតើនៅគៀលហ្នឹងគេធ្វើការពីរ៉ាងអីដល់រ៉ាងអីអញ្ចឹងណាអ្នកគ្នាហើយដល់ពេលទៅគាត់ថាគាត់ហ្នឹងគឺមិនដឹងថាកូនឯងហ្នឹងគឺនៅក្នុងរ៉ាងអីទេអញ្ចឹងនាងជួយបង្ហាញផ្លូវផងដែរហើយគាត់ថាគាត់ត្រូវគាក្រុម Dragon ហ្នឹងដេញចាញ់ហើយទៅនាងថាអត់អីទេចាំនាងនឹងប្រើក្បាច់មួយដើម្បីគាត់ហ្នឹងជាប់ដោយស្វ័យប្រវត្តិផងដែរហើយគាត់ពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនតើហើយគាត់អរគុណទៅកាន់នាងផងដែរហើយនាងក៏ថាមិនអីទេទុកឲ្យនាងនឹង
ជួយលោកព្រោះតែលោកមើលទៅពិតជាកំសត់ខ្លាំងមែនហើយលោកក៏ជាមនុស្សល្អបែបហ្នឹងក៏ហេតុអីបានក្រុមត្រាកិនហ្នឹងដេញលោកឯងចាញ់អញ្ចឹងហើយទៅគាត់ថាអរគុណហើយក្រុមពួកហ្នឹងគឺមានចាប់ពីរ៉េង G ដល់រ៉េង SSSS ច្រឡំ4ដងហ្នឹងហើយរ៉េង SSS 3ដងឧទាហរណ៍រ៉េង D និងរ៉េង A រ៉េង D កាប់ទៅគឺអត់មុតដែកហ្នឹងទេតែបើរ៉េង A កាប់ទៅដែកហ្នឹងស៊ីផុយតែម្ដងចឹងហើយគឺជាអាហ្នឹងគឺការប្រឡងហើយប៉ុន្តែតួឯប្រុសរបស់យើងសំបីតារ៉េង D ហ្នឹងក៏បានដែរគឺបានរ៉េង G ដែលចុងចប់គេនោះហើយតែអាហ្នឹងគឺជាការ skill របស់គាត់មួយដែរតែគាត់នឹងបានជាប់ផងដែរចឹងហើយនាងថាឲ្យនាងសុំទោសដែលនាងមិនអាចជួយគាត់បានហើយគាត់จะថាមិនថាអីឲ្យនាងទេព្រោះតែនាងមិនមែនជាអ្នកខុសដោយសារតែគាត់នឹងប្រឡងកាក់ខ្លួនឯងហើយទៅនាងថាចាំសប្តាហ៍ក្រោយនឹងនាងនឹងមានការធ្វើឲ្យគាត់នឹងមានការងារធ្វើផងដែរនៅរ៉េង G ទៅនាងថាបើលោកអញលើកសំងបានគឺថាទៅធ្វើការសំណងទៅព្រោះតែសំងនឹងវាអត់ត្រូវធ្ងន់ប្រហែលទេគាត់គ្រាន់តែលើកទៅម៉ែអើយធ្ងន់សឹងនឹងបាក់ចង្ររបស់គាត់ហើយព្រោះតែបាវហ្នឹងគឺវាមានទម្ងន់សឹងនឹងប្រហែលជា50គីឡូក្រាមឯនោះអ្នកគ្នាពិតជាធ្ងន់គូសមដែរទម្ងន់មួយហ្នឹងចឹងហើយនឹងថាបើលើករួចហើយចឹងលោកឯងអាចទៅធ្វើការសំណងបានហើយគាត់ថាអើយហត់ជួយម្ដាយមិនต้องធ្វើការគេឲ្យលើកមកណាអញហើយទៅនេះថាបើអាចគឺទៅធ្វើការសំណងនៅចិត្តរដ្ឋធានីទៅហើយគាត់ក៏យកព្រមដោយសារគាត់អត់លុយផងចឹងហើយគាត់ក៏យកព្រមនៅការងារដល់សម្រាយមួយនេះហើយពេលដែលគាត់ទៅដល់ជប់នឹងឈ្មោះដែលធ្វើលបងទៅការរដ្ឋធានីហ្នឹងគឺគាត់ថាមើលដៃជើងនិងស្គមកំប្រឹងដូចជាអ្នកជក់ថ្នាំដូចជាឯងបែបនេះសមនឹងយើងយកមកធ្វើការដែរទេអើយតែយើងអាណិតឯងខ្លាំងចឹងហើយក៏ចូលទៅធ្វើការទៅនេះគឺជាកន្លែងអញធ្វើការហើយលាបឲ្យពេញទាំងលើទាំងក្រោមហើយចាំមើលថាឯងលាបបានប្រមាណហើយគាត់ថាមិនអីទេគាត់លាបប៉ុណ្្នឹងឯងក៏បានដែរហើយទៅគាត់ថាអស់ចានណាឯងចាំមើលតែមួយថ្ងៃទៀតគឺយើងនឹងមកមើលឯងហើយតាមហើយដល់ត្រូវបំណងជាមិនខានទេតែគាត់និយាយលេងទេកន្លែងហ្នឹងតែតួឯកប្រុសរបស់យើងគិតថាវាគឺជាពិតមែនអញ្ចឹងហើយគាត់គិតនៅក្នុងការធ្វើវានឹងហើយស្រេចបាច់ទៀងមួយថ្ងៃគាត់សម្លឹងទៅមើលជាជាងហ្នឹងហើយបន្ទាប់មកគាត់ថាចាំមើលខ្ញុំនឹងធ្វើឲ្យវាល្អឥតខ្ចោះពេលហ្នឹងគឺស្អែកឡើងគឺអបិប្រធាននៅរដ្ឋធានីហ្នឹងក៏បានឃើញថានៅទីនេះគឺធ្វើឡើងស្អាតចាស់តែម្ដងហើយទៅគាត់ថាគាត់សុំទោសដែលអ្នកផ្សេងហ្នឹងមិនអាចធ្វើការបានអញ្ចឹងគាត់ថាអើយយូរឯងត្រូវតែចេញពីទីនេះហើយបើមិនអញ្ចឹងទេរដ្ឋធានីគ្មានពីណាមានការងារធ្វើទេអីបែបនេះហើយឯងធ្វើការយ៉ាងម៉េចទៅធ្វើបានយ៉ាងនេះអ្នកផ្សេងគេធ្វើតែបន្តិចដែលលាបដល់លើហងគាត់ប្រាប់ថាគាត់ប្រើឈើដើម្បីលាបវាដល់លើហើយទៅគាត់ថាអើយឯងនេះគេគ្រប់គ្នាគេប្រើរយៈពេលដល់ទៅមួយអាទិត្យឯណោះឯងគ្រាន់មួយថ្ងៃសោះគឺធ្វើបានហើយឯងគឺជាអ្នកណាទៅបាទខ្ញុំគឺជាអ្នកដែលមកពីក្រុមរ៉េង S1 តែត្រូវគេដេញចោលចឹងហើយឯងត្រូវធ្វើការនៅនឹងមួយថ្ងៃពីរថ្ងៃទៅណែប្រាក់កម្រៃរបស់ឯងយកទៅហើយទៅគាត់ក៏បានប្រាក់ជាលើកដំបូងហ្នឹងហើយរឿងហ្នឹងគឺចប់តែប៉ុណ្្នឹងឯងចាំមើលស្អែកឡើងថាគេត្រូវដេញទូឯកប្រុសរបស់យើងឈ្មោះយូណាវ៉ានឹងចេញពីការងាររបស់គាត់ដែលកំពុងធ្វើនឹងដែរទេចឹងហើយបើអ្នកគ្នាចង់ដឹងគឺទៅខាងទៅស្អែកទៅគឺខ្ញុំនឹងចេញរឿងនឹងមួយសារទៀតចេញស្អែកមកគេទៅចេញបាន5ភាគខ្ញុំតទឹកក្រោយផែបានចេញទៀតចឹងហើយសូមអ្នកខ្ញុំអរគុណហើយរឿង One Piece ខ្ញុំនឹងធ្វើឡើងវិញដោយសារតែខ្ញុំនឹងសោកស្ដាយខ្លាំងមែនតែមិនបានធ្វើវីដេអូរហូតដោយសារតែមានបញ្ហាតិចតួចនៅក្នុងការធ្វើវីដេអូដោយសារតែអត់មានលុយបងឲ្យគេចឹងទៅរបស់ផ្សេងនឹងចូល copyright ចឹងទៅមិនបានផុយអ្នកគ្នានឹងមើលនោះទេចឹងហើយមុននឹងលាខ្ញុំសូមអរគុណនិងជម្រាបលាទៅកាន់អ្នកគ្នាខ្លាំងមែនទែនដែលបានគាំទ្រខ្ញុំតាំងពីរហូតមកដល់ឥឡូវនេះដែលអរគុណអ្នកគ្នាការ subscribe បានទៅដល់88អ្នកផងដែរអរគុណធំជប់លើប I love you ខ្លាំងមែនទែនហ្នឹងហើយស្រឡាញ់អ្នកគ្នាពេញបេះដូងតែម្ដងហើយអរគុណ bye bye thank you